นี่คือជាសភៅដែលទិញពីបណ្ណាល័យបាទបណ្ណាគាកបចបាទរបស់ក្រសួងអប់រំយុវជននិងកីឡាទិញយកមកអានកែកំសាន្តរៀនផងអានផងហើយអានសភៅឡើងវិញសំឡេងអានរបស់យើងនឹងយ៉ាងណាដែរនេះផ្ទះកលាបបៃលិននិពន្ធដោយលោកញុកថែមបាទលោកញុកថែមលោកគឺជាអ្នកអក្សរសាស្ត្រល្បាញល្បីមួយរូបហើយមានស្នាដៃច្រើនថ្ងៃមុនខ្ញុំបានលើកពីគំនិតខ្លីនៅក្នុងរឿងកលាបបៃលិនដែរនិយាយអំពីចៅចិត្តនិងនាងនារីឬក៏ខុននារីហ្នឹងមកបង្ហាញខ្លីប៉ុន្តែថ្ងៃនេះខ្ញុំសូមសាកល្បងអានតិចនេះផ្ទះរបស់ចៅចិត្តផ្ទះរបស់តាជើមហើយនៅខាងលើផ្ទះនេះគឺមានអក្សរមួយដាក់ថាសេរីពងបាទជាផ្ទះរបស់ចិត្តកម្មសិទ្ធិរបស់តាជើមណាអញ្ចឹងខ្ញុំនឹងសាកល្បងអានខ្លឹមសារបន្តិចនៅក្នុងសភៅហ្នឹងកន្លែងឃ្លាណាមួយបាទមានច្រើនកន្លែងដែលអាចអានបានអានកន្លែងនេះចុះអញ្ចឹងនៅកន្លែងនេះបានសរសេរថាកូនអើយពាក្យនេះមានន័យថាលោកមិនមែនទូមានយើងឲ្យគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឲ្យទៅជាបុគ្គលអត្តតថភាពនោះទេឬលែងឲ្យពឹងពាក់អ្នកដតីឬលែងឲ្យអ្នកដតីពឹងពាក់មកលើខ្លួនវិញក៏ទេដែរពុទ្ធភាសិតនេះទូមានយើងឲ្យចេះប្រឹងប្រែងកសាងជីវភាពរបស់ខ្លួនឲ្យរីកចម្រើនឲ្យមានជំហររឹងប៉ឹងដោយវិជ្ជាសម្បត្តិគុណសម្បត្តិសមត្ថភាពទ្រព្យសម្បត្តិសុខភាពតបត់រឿងកុលាបបៃលិនរឿងកុលាបបៃលិនតកែចិត្តចៅបាទរឿងតកែចិត្តចៅអូនេះបាទលោកនូហាចនេះកុលាបបៃលិននេះនូហាចហើយនេះមាលាដួងចិត្តគ្រូបង្រៀនស្រុកស្រែកែចិត្តចៅអសរសិល្ប៍សន្តិភាពបាទតួអង្គនៅក្នុងរឿងកុលាបបៃលិនគឺចៅចិត្តនិងនាងខុនរីចំណែកឯតួអង្គនៅក្នុងរឿងផ្កាស្រពោនគឺនាងវិធីវីហើយនិងប៊ុនធឿនបាទប៊ុនធឿននិងនាងវិធីវីណាសេចក្តីស្នេហាពីរនឹងហើយនៅសេចក្តីស្នេហាមួយនេះទៀតតួហ្នឹងចាំមកខ្ញុំបើកមើលថាគាត់ឈ្មោះអីទីដឹងអត់បងប្អូនបាទឈ្មោះតួទីឃីវុតបាទទីឃីវុតគឺជាតួប្រុសចំណែកស្រីគឺនាងឈ្មោះច័ន្ទមនីបាទគាត់ឈ្មោះច័ន្ទមនីអញ្ចឹងរឿងនេះគឺនៅក្រសួងអប់រំយុវជននិងកីឡានេះរឿងគ្រូបង្រៀនស្រុកស្រែនេះរឿងថកែចិត្តចៅអញ្ចឹងការងារខ្ញុំគឺអង្គុយអានអត្ថបទរឿងហ្នឹងពេលទំនេរគឺអង្គុយអានឡើងវិញទាំងអស់ហើយអង្គុយពិនិត្យខ្លឹមសាររកចំណុចមួយចំនួនដែលខ្លួនចង់បានពីអត្ថបទសាច់រឿងទាំងអស់ហ្នឹងហើយនឹងមានស្នាដៃរឿងមួយចំនួនទៀតបាទដូចជាកម្រងរឿងនេះប៉ុន្តែរឿងនេះមិនពាក់ព័ន្ធនឹងកម្មវិធីរបស់ក្រសួងអប់រំទេជារឿងយើងអាចអានកំសាន្តបានជាចំណេះដឹងទូទៅបាទអរគុណខ្ញុំមានតែប៉ុណ្្នេះទេបាទ